យុរដ្ឋមន្ត្រីថៃណាថ្លៃមាត់5អ្នកកសែតកងទ័ពថៃថាវាប្រហារឈ្លានពានកម្ពុជានឹងគឺធ្វើតាមផែនការដែលវាបានក្រុងទុកបងប្អូនអាចដែរប្រថាបកិតដល់ឥឡូវវាប្រហែលជា4ខែដែរមកល្មមដែលវាត្រៀមខ្លួនរួចព្រោះវាមានបំណងបើមិនបានក៏វាកំទេចចោលដែរព្រោះវាបានទិញសម្ភារៈទំនើបចូលមិនដាច់ទេបងប្អូនជាច្រើនក៏បានឃើញជាក់ស្ដែងដែរហើយក្រសួងការពារជាតិថៃបានបាញ់ផ្លោងចូលទីប្រជុំជនស៊ីវិលនៅឃុំថ្មដែរស្រុកវាវែងខេត្តពោធិ៍សាត់ដោយប្រើកំភ្លើងធំ105 mm និង155 mm ឥឡូវនេះដែរផ្ទះក្រហមភ្នំទ្របចំណុចភ្នំ500គឺយើងគ្រប់គ្រងបានទាំងស្រុង 100% នៅពេលនេះអធិរាជ BM21 នៅវេលាម៉ោង 3 រសៀលថ្ងៃទី 9 ខែធ្នូ BM21 ឆ្លើយតបទៅកាន់ភាគីថៃដោយកំទេចចោលនៅគោលដៅដែលទាហានថៃឈរជើងទល់មុខនឹងភូមិជោគជ័យឃុំអូបេជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យក៏ត្រឹមម៉ោង 4:05 នាទីថ្ងៃនេះកងកម្លាំងក្លាហានអង្អាចរបស់កម្ពុជាគ្រប់គ្រងទីតាំងតំបន់ឈរជើងរបស់ខ្លួនយ៉ាងរឹងមាំនិងកំទេចចោលទីតាំងឈ្លានពានសៀមជាច្រើនទីតាំងនៅសមរភូមិប្រយុទ្ធភូមិជោគជ័យកម្ពុជាប្រើអាវុធធ្ងន់ឆ្លើយតបចំគោលដៅកំទេចទីតាំងឈរជើងរបស់យោធាថៃខ្ទេចអស់អ្នកសារព័ត៌មានថៃមិនជឿសម្ដីនាយករដ្ឋមន្ត្រីនិងយោធាថៃចំពោះការលើកឡើងថាកម្ពុជាជាអ្នកផ្ដើមវាយប្រហារលើថៃយ៉ាងមិនដែរអនុทินអាចយ៉ាងไรនេះគឺថាឡើងមកបង្ករឿងមិនឈប់តែម្ដងបងប្អូនសូម្បីតែប្រជាជនវាក៏លែងជឿដែរឥឡូវគិតខ្លួនឯងទៅថៃអើយដើម្បីបន្តព័ត៌មានសូមបងប្អូនជួយ Subscribe Channel នេះខ្ញុំឬចុចទៅរូបកណ្ដឹងខាងក្រោមម្នាក់មួយផងអរគុណបងប្អូនទុកជាមុនយោងតាមព័ត៌មានអ្នកកាសែតជើងចាស់ជាអ្នករិះគន់សង្គមដ៏ល្បីល្បាញរបស់ថៃលោកប្រាវិតរ៉ូចាណូព្រឹកបានចេញមុខប្រតិកម្មខ្លាំងៗទៅកាន់លោកអនុทินនាយករដ្ឋមន្ត្រីថៃហើយសម្ដែងការមិនជឿចំពោះការលើកឡើងថាកម្ពុជាជាអ្នកបើកការវាយប្រហារទៅលើយោធាថៃតែកម្មនេះកើតឡើងក្រោយពេលដែលលោកអនុทินបានទាមទារឲ្យប្រជាជនថៃជឿជាក់លើកងទ័ពថៃជាជាងជឿជាក់លើការអះអាងរបស់កម្ពុជាឆ្លើយតបនឹងសំណួរដែលចៅសួរថាការផ្ទុះអាវុធនៅព្រំដែនកម្ពុជាថៃតើនរណាចាប់ផ្ដើមមុនលោកអនុทินបានតបថាតើអ្នកជឿជាក់លើកងទ័ពថៃឬសត្រូវរបស់យើងអ្នកគឺជាជនជាតិថៃកងទ័ពថៃគឺជាកងកម្លាំងដែលអាចទុកចិត្តបានឆ្លើយតបនឹងសម្ដីនាយករដ្ឋមន្ត្រីថៃបង្ខំឲ្យគេជឿនេះលោករ៉ូចាព្រឹកបានសរសេរលើទំព័រ Facebook របស់លោកថាខ្ញុំក៏ជឿជាក់លើកងទ័ពថៃដែរប៉ុន្តែតើអ្នកនៅចាំទេថាមេបញ្ជាការកងទ័ពថៃចំនួនក្រោយៗបាននិយាយប្រមាណដងហើយថានឹងមិនមានរដ្ឋប្រហារយោធាទេតែចុងក្រោយពួកគេនៅតែធ្វើរដ្ឋប្រហារដណ្ដើមអំណាចប្រជាជនដដែលដូចនៅឆ្នាំ1991 2006និង2014និងច្រើនទៀតលោកបានសង្កត់ធ្ងន់ទៅកាន់នាយករដ្ឋមន្ត្រីថៃថាខ្ញុំសូមប្រាប់លោកអនុทินថាកុំបង្ខំឲ្យប្រជាជនថៃជឿអ្នកនិងកងទ័ពថៃគ្រាន់តែពាក្យដោយសារតែពាក្យថាជាជនជាតិថៃនាយករដ្ឋមន្ត្រីថៃធ្លុយមាត់ប្រាប់អ្នកកាសែតថាកងទ័ពថៃវាយប្រហារឈ្លានពានកម្ពុជាគឺធ្វើតាមផែនការដែលបានគ្រោងទុកនៅវិមានរដ្ឋាភិបាលថៃនៅទីក្រុងបាងកកនៅព្រឹកថ្ងៃទី9ខែធ្នូឆ្នាំ2025នេះលោកអនុทินនាយករដ្ឋមន្ត្រីថៃបានឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតពីការបើកការប្រយុទ្ធឈ្លានពានរបស់កងទ័ពថៃនោះនាយករដ្ឋមន្ត្រីថៃរូបនេះបានធ្លុយមាត់ឆ្លើយតបទៅនឹងអ្នកកាសែតថាកងទ័ពថៃដែលបានបើកការវាយប្រហារឈ្លានពានកម្ពុជាគឺធ្វើតាមផែនការដែលបានគ្រោងទុកខាងក្រោមនេះគឺជាការបកប្រែផ្លូវការរបស់ក្រមការងារអំពីការសួរឆ្លើយរបស់អ្នកកាសែតនិងលោកអនុทินអ្នកកាសែតតើឥឡូវនេះយើងមិនមានបញ្ជាឲ្យទាហានឈប់ឬអត់លោកអនុทินឆ្លើយថាគឺមិនអាចបញ្ឈប់ការប្រយុទ្ធបានទេត្រូវតែប្រយុទ្ធទៅមុខទៀតកងទ័ពត្រូវតែអនុវត្តតាមបទបញ្ជានិងផែនការដែលបានគ្រោងទុករួចហើយរដ្ឋាភិបាលបានផ្ដល់ការគាំទ្រដល់កងទ័ពទីនិងគ្រប់ទម្រង់រហូតអាចធ្វើឲ្យកងកម្លាំងកម្ពុជាបាក់រៀបលោកអនុทิនមិនមែនធ្វើឲ្យទាហានយើងបាក់ស្បាតទេគឺយើងត្រូវធ្វើឲ្យទាហានខាងគេបាក់ស្បាតរៀបដល់ដីនិងលែងមានលទ្ធភាពតស៊ូជាមួយយើងបានទៀតលយមែនទែនវាចង់ឲ្យកម្ពុជាយើងបាក់ស្បាតចង់សូមអង្វរចោះចាញ់វាតែម្ដងណាបងប្អូនក៏ទៅអានេះថោកទៀតហើយចង្រៃទៀតសម្រាប់ក្រសួងវប្បធម៌ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយោធាថៃដែលបានបំផ្លាញប្រាសាទតាក្របីដែលជាទីគោរពសក្ការៈរបស់កម្ពុជាក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចេញសេចក្តីថ្កោលទោសដាច់អហង្ការចំពោះការបាញ់បំផ្លាញរបស់យោធាថៃមកលើប្រាសាទតាក្របីជាទីសក្ការៈរបស់កម្ពុជាក្រសួងវប្បធម៌បានចាត់ទុកថាទង្វើដ៏សាហាវនេះបង្ហាញពីភាពអសិលធម៌ដែលបង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌អរិយធម៌និងទីសក្ការៈដែលជាមរតកមនុស្សជាតិជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបានក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃទី9ខែធ្នូឆ្នាំ2025ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអំពាវនាវដល់គ្រប់មជ្ឈដ្ឋា
ដ្ឋានអន្តរជាតិជាពិសេសអង្គការ UNESCO សហគមន៍អន្តរជាតិនិងបណ្ដាស្ថាប័នពាក់ព័ន្ធអង្គការសហសមាគមនិងបុគ្គលគ្រប់រូបដែលស្រឡាញ់ការពារបេតិកភណ្ឌនៃមនុស្សជាតិចូលរួមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតនិងជំរុញយោធាថៃឲ្យបញ្ឈប់ជាបន្ទាន់នៅសកម្មភាពបំផ្លិចបំផ្លាញនេះកិច្ចអន្តរាគមន៍របស់សហគមន៍ជាតិនិងអន្តរជាតិគឺជាភាពចាំបាច់បំផុតពីព្រោះយោធាថៃបាននឹងកំពុងបន្តបាញ់ប្រហារដោយមិនញញើតមកលើគ្រប់ទីតាំងមិនថាជាទីតាំងជនស៊ីវិលឬទីតាំងបេតិកភណ្ឌនោះទេជាពិសេសកាលពីថ្ងៃទី8ខែធ្នូឆ្នាំ2025ប្រាសាទព្រះវិហារក៏ទទួលរងការបំផ្លាញធ្វើឲ្យអគារអភិរក្សក្រមកិច្ចសហការអភិរក្សកម្ពុជាឥណ្ឌាត្រូវបានខូចខាតទាំងស្រុងរួមទាំងរចនាសម្ព័ន្ធផ្សេងទៀតរបស់ប្រាសាទផងដែរក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបន្តថានឹងប្រើប្រាស់គ្រប់យន្តការទាំងអស់និងគ្រប់កម្រិតនិងអន្តរជាតិដើម្បីទាមទារឲ្យថៃទទួលខុសត្រូវលើសកម្មភាពអសីលធម៌ទាំងនេះចំពោះមុខច្បាប់អន្តរជាតិដែលមានជាធរមានក៏ដូចជាកត់ត្រាទុកអំពើបំផ្លិចបំផ្លាញនេះក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិគិតត្រឹមម៉ោង2រសៀលនេះយោធាថៃបន្តបាញ់ស្រោចគ្រាប់ផ្លើងចូលតំបន់ថ្មដាខេត្តពោធិ៍សាត់ដោយមិនរើសគោលដៅបានបណ្ដាលឲ្យអគារមួយចំនួនត្រូវរងការខូចខាតនិងហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញផងដែរបើយោងតាមសេចក្តីរាយការណ៍ការបាញ់ផ្លោងរបស់យោធាថៃនៅពេលនេះមិនបានរើសគោលដៅឡើយពលគឺបាញ់មកគ្រប់ទីតាំងទាំងអស់រួមទាំងមូលដ្ឋានរស់នៅរបស់ជនស៊ីវិលស្លូតត្រង់របស់កម្ពុជាយោធាថៃបានប្រើប្រាស់កំភ្លើងធំ105មីលីម៉ែត្រនិង155មីលីម៉ែត្រក្នុងស្ថានភាពបែបនេះកម្លាំងជួរមុខដ៏អង់អាចក្លាហានរបស់កម្ពុជាបានធ្វើការតបតការពារដែនដីអធិបតេយ្យរបស់ខ្លួនជាបន្តបន្ទាប់ក្រោមការដឹកនាំបញ្ជាដ៏មុតស្រួចរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតជម្រាបបងប្អូនទាំងអស់គ្នាសម្រាប់ព័ត៌មានរបស់យើងក៏ត្រូវបញ្ចប់តែត្រឹមនេះសិនសម្រាប់បងប្អូនដែលតាម Subscribe នៅ Channel YouTube នេះខ្ញុំកុំភ្លេចណាជួយ Subscribe ម្នាក់មួយដើម្បីជាកម្លាំងចិត្តនៅវីដេអូថ្មីៗជាបន្តទៀតសូមអរគុណសូមជម្រាបលាសន្យាជួបគ្នានៅឱកាសក្រោយ